នេះគឺជាសកម្មភាពពេញមួយថ្ងៃនៃដំណើរកម្សាន្តនៅឯខេត្តសៀមរាបជុំមិត្តភ័ក្តិព្រឹកឡើងមកប្រហែលជា5ភ្លឺពួកយើងត្រូវងើបដើម្បីរៀបចំខ្លួនទៅមើលសមរាត្រីនៅឯអង្គរវត្តដើម្បីកុំឲ្យអស់ថ្លៃធ្វើដំណើរច្រើនណាមួយស្ទះទៀតពួកយើងក៏សម្រេចចិត្តថាជួលតុកតុករយៈពេលពេញមួយថ្ងៃខ្ញុំពិតជាណែនាំសម្រាប់បងប្អូនឲ្យគាត់មកទ្រីបជុំគ្នាកុំភ្លេចជួលតុកតុកទី1យើងបានដើរច្រើនផ្សារទី2យើងចំណេញលុយទី3អត់ស្ទះការជួលមួយថ្ងៃពេញអស់ 100000 រៀលគ្នា5នាក់ share ម្នាក់តែ 20000 ទេជីប្រហែលរយៈពេល20នាទីពួកយើងក៏បានមកដល់ទេសភាពពេលប្រឡំឡើងគឺស្អាតខ្លាំងមែនតើអាចថានេះជាលើកទី1ដែលខ្ញុំបានងើបតនសមរាត្រីព្រោះវល់ដែរតនអាមិចពេលដែលបងប្អូនមកកុំភ្លេចចូលតាមច្រកក្រោយព្រោះដោយសារច្រកមុខវាអាចនឹងស្ទះច្រកក្រោយដែលគេកំពុងតែល្បីថាថតរូបស្អាតទ្រីបជុំគ្នាលើកនេះការដាក់គោលដៅមកខេត្តសៀមរាបគឺអត់ខកបំណងទេគឺស្អាតខ្លាំងមែនតើទេសភាពផឹកឡើងគឺស្ងប់ស្ងាត់យើងដើរលើតែសំឡេងសម្រាប់ជើងហើយកយកុនជាមួយនឹងប្រាសាទនឹងឯងទេសភាពក៏ស្អាតអ្នកថតវិញក៏ស្អាតឈប់បានហើយពួកខ្ញុំមកពេលព្រឹកថ្ងៃទី1ស្មានតែមនុស្សតិចតែមានឯណាឡើងមកដល់ប្រាសាទបានដឹងថាកក់កុញច្រើនខ្លាំងមែនតើមនុស្សច្រើនពេកគម្រោងថាឈរនៅកណ្ដាលស្ពានតែគ្មានបានជោគជ័យទេសមរាត្រីថ្ងៃទី1អត់សូវដូចអ្វីដែលពួកខ្ញុំរំពឹងទុកទេប៉ុន្តែមានអីទទួលយកបានបន្ទាប់មកពួកខ្ញុំក៏បានថតរូបថតឲ្យជុំគ្នានេះសិតតែរូបចម្លាក់អីគ្មានចេះថតទេមនុស្ស introvert សុទ្ធតែម្ដងបងប្អូនជាពលរដ្ឋមកចូលរួមច្រើនអញ្ចឹងដឹងតែមានមុខចូលរួមជួយដល់សេដ្ឋកិច្ចសង្គមជាតិហើយឈរចាំអស់10នាទីតួឯកម៉ាសើខ្ញុំបានចេញមុខមកហើយគិតមើលយប់មិញតួឯងដេកបាន1ម៉ោងកន្លះក៏ឯងខំស្កាត់មករកពួកម៉ាក់ដែរកាត់យូមកក៏វាស្កាត់ដែរម៉ាសើគាត់មកផ្សេងគ្នាជាមួយពួកខ្ញុំអញ្ចឹងពេលដែលចង់ជួបគ្នារៀងពិបាកវេទនាបន្តិចដើរលេងអញ្ចឹងបងប្អូនកុំភ្លេចឲ្យសោះវិចទៅដោះគោតាមខ្លួនហើយទៅដោះគោដែលខ្ញុំបានប្រើប្រាស់នេះគឺ Australia Owns A2 ដែលជាផលិតផលរបស់ប្រទេសអូស្ត្រាលីសុទ្ធ 100% មានប្រូតេអ៊ីន A2 សុទ្ធជំនួយដល់ប្រព័ន្ធរំលាយអាហារឲ្យរឹងមាំមិនមានជាតិស្ករបន្ថែមដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពទេជំនួយដល់ខួរក្បាលឆ្អឹងនិងធ្មេញរឹងមាំហើយការវេចខ្ចប់របស់គេនឹងជាប្រភេទกระดาษដើម្បីរក្សាគុណភាពទៅដោះគោនិងបរិស្ថានអាចញ៉ាំបានចាប់ពី2ខួបឡើងទៅចឹងបងប្អូនអាចធ្វើការស្វែងរកនៅម៉ាតនិងតាមផ្សារហាងផ្សេងៗបានបន្ទាប់មកពួកខ្ញុំក៏បានដើរមករកទិញផ្លិតទិញសពុតនិងសម្ភារៈអនុស្សាវរីយ៍ផ្សេងៗជុំគ្នាមកសៀមរាបជុំគ្នាម្ដងលុយនឹងទុកទៅស្អីចាយអស់ទៅតែពេលទ្រីបចប់នឹងពួកនឹងល្អដែរដាច់លុយហូបតាមីកំប៉ុងតែឥឡូវហ្នឹងបន្ទាប់មកពួកខ្ញុំក៏បានដើរមកកន្លែងប្រាសាទដែលគេកំពុងតែល្បីថាថតរូបជុំគ្នាជុំមិត្តភ័ក្តិអីហ្នឹងគឺស្អាតខ្លាំងមែនតើទ្រីបចប់ទូរស័ព្ទខ្ញុំចង់ផ្ទុះឲ្យព្រោះពេញ memory ពេកអស់រយៈពេល2ម៉ោងបន្ទាប់ពីការចំណាយពេលជុំគ្នាថតរូបផងដើរមើលប្រាសាទជុំគ្នាផងពួកខ្ញុំក៏ដល់ពេលដែលត្រូវត្រឡប់ទៅវិញមិនត្រឡប់ទៅកន្លែងគេងវិញណាគឺបំបាយគ្នាដើម្បីទៅរកអីហូបព្រោះពេលថ្ងៃហីឃើញអត់បងប្អូនពេលដែលយើងជួលតុកតុកមួយថ្ងៃពេញអញ្ចឹងវាបង្កភាពងាយស្រួលក្នុងការធ្វើដំណើរប្រៀបបានដូចជាយើងមានកាយមួយអញ្ចឹងហើយពួកខ្ញុំក៏បានបាយគ្នាជាមួយនឹងម៉ាសើត្រឹមប៉ុណ្្នឹងទៅចុងក្រោយសល់គ្នា5នាក់ជិះឈៀលជុំវិញប្រាសាទទៅណាមួយបានពូកង់3គាត់ recommend ថាត្រូវទៅណាអញ្ចឹងទៅវាងាយស្រួលដល់ពួកយើងបងប្អូនមកសៀមរាបលើកណាកុំភ្លេចសរសាក់នៅបញ្ចុកគៀមប្រាសាទនាង12ស្លការី8000និងស្លខ្មែរយើងតែ5000រៀលទេពួកខ្ញុំទាំង5នាក់ដាក់ម្នាក់មួយចានបងប្អូនមកសៀមរាបលើកក្រោយកុំភ្លេចចូលកន្លែងគាត់ផងណាហូបអីចាប់សពគ្រប់អស់ហើយពួកខ្ញុំក៏បានឡើងតុកតុកដើម្បីជិះទៅមើលប្រាសាទបន្តទៀតហើយប្រាសាទដែលពួកយើងមកលើកនេះគឺមានឈ្មោះថាប្រាសាទប្រែរូបដែលជាមួយចាស់ភាគសើបានស្គាល់ទេប្រាសាទអញ្ចឹងតែលើកនេះមកជុំគ្នាអីដាក់ទៅបន្ទាប់មកពួកខ្ញុំក៏បានឡើងមកលើដើម្បីធ្វើការបន់ស្រន់បន់រឿងអីបងប្អូនដឹងច្បាស់ហើយបាទខ្ញុំប្រាប់ទេណាកិច្ចការចាប់សពគ្រប់អស់ហើយពួកខ្ញុំក៏បានចុះទៅក្រោមដើម្បីឡើងតុកតុកធ្វើដំណើរទៅមើលប្រាសាទបន្តទៀតតែឧបសគ្គនៅតាមផ្លូវហ្នឹងគឺកង់3អស់សាំងអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តថាឈប់នៅបណ្ដាក់ដើម្បីរកញ៉ាំអីសិនការដើរជុំគ្នាអញ្ចឹងសប្បាយណាអញ្ចឹងដល់ពេលត្រូវការទិញអីអញ្ចឹងទៅយើង share លុយគ្នាយើងអត់សូវអស់ច្រើនចំណេញច្រើនទៀតសម្រាប់អស់ចិត្ត2ម៉ោងម៉ោង1ជាងពួកខ្ញុំក៏សម្រេចចិត្តថាឡើងតុកតុកទៅមើលប្រាសាទបន្តទៀតតែលើកនេះមិនមែនប្រាសាទទេគឺជាភ្នំបាក់ខែងវិញម្ដងព្រោះគម្រោងផឹកឡើងយើងបានមើលថ្ងៃរះហើយអញ្ចឹងល្ងាចឡើងយើងមើលថ្ងៃលិចម្ដងណាតើនិយាយលេងសាយយើងតម្រាំឡើងមកដល់ភ្នំបាក់ខែងនឹងគឺរៀងឆុកជើងដែរទៅដល់ខ្យល់ណាតែពេលឡើងមកដល់ឃើញទេសភាពស្អាតគឺលេងហត់វិញចាបន្ទាប់មកពួកខ្ញុំក៏ធ្វើការអុជធូបដើម្បីបន់ស្រន់ជុំគ្នាបន់ទៅកូនហើយទៅដល់ផ្ទះមិនបាច់រៀនណាសភៅនឹងគឺຕົកទៅកយគុណទេសភាពចាប់សពគ្រប់អស់ហើយពួកខ្ញុំក៏សម្រេចចិត្តថាចុះមកក្រោមដើម្បីជិះតុកតុកធ្វើដំណើរត្រឡប់ទៅកន្លែងគេងវិញហើយសកម្មភាពពួកខ្ញុំគឺចាប់ត្រឹមនឹងឯងព្រោះមេឃចិត្តភ្លៀងហើយជួបគ្នានៅវីដេអូក្រោយ